ឈ្មោះអ្នកធំចង់ដឹកទំនិញឆ្លងដែនខុសច្បាប់ទៅវៀតណាមប៉ុន្តែទៅមិនរួចទេនៅខេត្តស្វាយរៀងមានរថយន្តធុនយ៉ាក់ប្រភេទបេអងដឹកទំនិញពេញទ្រុងបំរុងឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកទ្វារតំបន់ព្រំដែនខ្សែដែកសង្ស័យជាទំនិញកិច្ចពុនទើបលោកប្រធានប៉ុស្តិ៍ច្រកទ្វារព្រំដែនតំបន់ខ្សែដែកខាត់សួរនាំចាប់ពីម៉ោង 7:00 នាទីព្រឹកថ្ងៃទី 1 ខែតុលាឆ្នាំ 2025 រហូតមកដល់ម៉ោង 7:40 នាទីយប់ទើបឲ្យអ្នកបើកបររថយន្តខាងលើបើកចេញពីច្រកព្រំដែនត្រឡប់ក្រោយវិញករណីនេះកើតឡើងនៅប៉ុស្តិ៍ច្រកទ្វារតំបន់ព្រំដែនខ្សែដែកស្ថិតនៅក្នុងភូមិត្រោះឃុំត្រោះស្រុករមេហែកបើតាមលោកមេប៉ុស្តិ៍ច្រកទ្វារតំបន់ព្រំដែនខ្សែដែកបានប្រាប់កោះសន្តិភាពថារថយន្តប្រភេទបេអងមួយគ្រឿងដែលដឹកទំនិញពេញទ្រុងដោយក្រុកក្រណាត់តង់ចិត្តមិនដឹងថាជាទំនិញអ្វីទេបានមកសុំឆ្លងដែនទៅប្រទេសវៀតណាមសង្ស័យជាទំនិញកិច្ចពុនទើបរូបលោកបានខាត់សួរនាំរកឯកសារឬច្បាប់អនុញ្ញាតពីមន្ត្រីជំនាញកយក៏ប៉ុន្តែអ្នកបើកបររថយន្តនិងអ្នករត់ការប្រាប់ថាទំនិញជាទំនិញមេគឺជាទំនិញបង់ពន្ធកយនិងរដ្ឋាភិបាលស្របច្បាប់ហើយបានបង់ពន្ធរួចដល់ហើយប្រភពបន្តថាពេលលោកសួររកឯកសារពួកគេប្រាប់ថានៅមេសូមតាក់ទងទៅមេម្ចាស់អីវ៉ាន់តទៅការទំនាក់ទំនងម្ចាស់ទំនិញមិនព្រមមកជួបផ្ទាល់លោកក៏បានសួរទៅលោកផេងវិសាលប្រធានការិយាល័យកយនឹងរដ្ឋាភិបាលប្រចាំនៅប៉ុស្តិ៍ច្រកទ្វារព្រំដែនទ្វេភាគីដងក៏ប៉ុន្តែមិនឃើញមន្ត្រីកយណាម្នាក់ចុះមកពិនិត្យរថយន្តឡើយគិតចាប់ពីម៉ោង 7:00 នាទីព្រឹកថ្ងៃដដែលរហូតដល់ម៉ោង 7:40 នាទីយប់លោកបានឲ្យអ្នកបើករថយន្តយករថយន្តសង្ស័យខាងលើចេញពីខាងមុខប៉ុស្តិ៍ត្រឡប់ទៅក្រោយវិញមិនអនុញ្ញាតឲ្យឆ្លងដែនទៅប្រទេសវៀតណាមទេហើយម្ចាស់ទំនិញមិនផ្ដល់ឯកសារនិងមិនប្រាប់ថាជាទំនិញអ្វីហើយមន្ត្រីជំនាញកយនិងរដ្ឋាភិបាលសាខាខេត្តស្វាយរៀងនិងមន្ត្រីការិយាល័យកយនិងរដ្ឋាភិបាលប្រចាំច្រកទ្វារព្រំដែនទ្វេភាគីដងស្រុករមេហែកក៏មិនព្រមចុះមកពិនិត្យមើលដែរតែទៅនឹងករណីនេះដែរលោកឆេងវិសាលប្រធានការិយាល័យកយនិងរដ្ឋាភិបាលនៃសាខាកយនិងរដ្ឋាភិបាលខេត្តស្វាយរៀងបានប្រាប់កោះសន្តិភាពនៅវេលាម៉ោង 10:20 នាទីថ្ងៃទី 2 ខែតុលាឆ្នាំ 2025 នេះថាលោកមិនបានដឹងទេចំណែកមហាជនបានលើកឡើងថាបញ្ហារថយន្តធុនយ៉ាក់ដឹកទំនិញបំរុងលោតឆាត់ក្នុងដែនទៅប្រទេសវៀតណាមនេះគេឃើញអ្នករត់ការជិះរថយន្តទំនើបមកចរចាទំនិញនេះជារបស់មេសូមឲ្យលោកប៉ុស្តិ៍សម្រួលតែលោកមេប៉ុស្តិ៍តបវិញថាកុំយកឈ្មោះមេមកបន្លាចលោកបន្សពទេសូមឲ្យម្ចាស់ទំនិញយកឯកសារនាំទំនិញនិងបង់ពន្ធរួចរាល់ទៅចោះមហាជនលើកឡើងទៀតថាតើទំនិញមេណាក់ណាទៅណបានជាលោកផ្កាយ2យកពេលវេលាហក់មករត់ការឲ្យទោះបីជាយ៉ាងណាលោកប្រធានប៉ុស្តិ៍ច្រកទ្វារព្រំដែនខ្សែដែកមិនអនុញ្ញាតឲ្យឆ្លងដែនទៅប្រទេសវៀតណាមឡើយរហូតមកដល់ម៉ោង 2:20 នាទីរសៀលថ្ងៃទី 2 ខែតុលាឆ្នាំ 2025 នេះរថយន្តដឹកទំនិញខាងលើមកចតនៅមុខភូមិត្រោះឃុំត្រោះនិងឃើញអ្នករត់ការបើករថយន្តទំនើបមកដល់បើកចុះបើកឡើងទំនាក់ទំនងមេប៉ុស្តិ៍ដើម្បីឆ្លងដែនទៅវៀតណាមក៏ប៉ុន្តែទៅមិនរួចដោយសារអ្នកសារព័ត៌មានតាមប្រម៉ាញ់